ឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានកោតសរសើរដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដើមរឹសដែលទទួលបានចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសក្នុងអត្រាជាប់ 100% និងជាវិទ្យាល័យដែលគ្មានអ្នកនិទេសអ៊ីក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ28សីហាឆ្នាំ2025កន្លងទៅឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានថ្លែងកោតសរសើរដូចនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា2025-2026នាព្រឹកថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025នៅវិទ្យាល័យសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដើមរឹសស្ថិតនៅឃុំដើមរឹសស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលឯកឧត្តមអភិបាលខេត្តបន្តថាលទ្ធផលដែលទទួលបាននាពេលនេះសបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងការយកចិត្តទុកដាក់ពីអាណាព្យាបាលដែលបានជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រដោយអភិវឌ្ឍទាំងចំណេះដឹងសិលធម៌គុណធម៌ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សផ្ទាល់រហូតសម្រេចបានលទ្ធផលដែលជាទីមោទនៈនាពេលនេះជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តបានស្នើដល់សិស្សានុសិស្សទាំងអស់ត្រូវតាំងចិត្តស្រឡាញ់ការសិក្សាខិតខំរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងឲ្យអស់ពីសមត្ថភាពដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អនិងពលរដ្ឋល្អជាធនធានមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិនាថ្ងៃខាងមុខដោយត្រូវជៀសឆ្ងាយពីអំពើអបាយមុខដោយឧស្សាហ៍ព្យាយាមស្វ័យសិក្សាស្រាវជ្រាវបន្ថែមជាពិសេសត្រៀមខ្លួនឆ្ពោះទៅកាន់ឧត្តមសិក្សានិងសង្គមការងារឲ្យទទួលបានជោគជ័យនៅពេលខាងមុខក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាលបានសំណូមពរដល់លោកគ្រូអ្នកគ្រូសូមបន្តរក្សាសិលធម៌វិជ្ជាជីវៈគ្រូកុសលនិងអរិយាប័ត្រថ្លៃថ្នូរធ្វើជាគំរូល្អសម្រាប់សិស្សយកចិត្តទុកដាក់ស្រាវជ្រាវនិងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗដើម្បីធានាបាននូវគុណភាពនិងអ្នកវិនិវត្តន៍តាមរយៈការបណ្ដុះបណ្ដាលដោយត្រូវខិតខំធ្វើយ៉ាងណាឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំខាងមុខទទួលបានលទ្ធផលល្អបន្ថែមពីនេះទៀតសូមបញ្ជាក់ផងដែរថាខេត្តកណ្ដាលបានទទួលចំណាត់ថ្នាក់លេខ2ទូទាំងប្រទេសដែលមានសិស្សជាប់និទេសAច្រើនជាងគេបំផុតបន្ទាប់ពីរាជធានីភ្នំពេញហើយវិទ្យាល័យសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដើមរឹសទទួលបានចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសដែលមានអត្រាជាប់ 100% និងបានជ័យលាភីសិស្សនិទេសAច្រើនជាងគេលំដាប់ទី9ទូទាំងប្រទេសស្មើនឹង22នាក់